nơi chân miền sụp xì chòn nơi Japan miền sụp sạ bù bỏ kê nơi Korea có miền sụp bỏ kê đài hay nơi Khmer miền sụp chăn đầy chân không cho nó bát tê thằng bay nâng bát tê ná chi mà cha đàm tam bát tê mà cha đàm mền chân mền Korea mền Japan hay có mền Khmer đài cứ cha đàm nơi bát tê Mongol nơi sát tọt tí đập bấy Mongol cứ chia là chạm mũi cầm pung đi chầm ràn khăng nâng miền tắc đây liệt sần thân thò mỏng pot mình thọp miền nơi không bộ vọt tạt xả vì chỉ tắc đây nè chầm bằng Tì hiên đọc bọc bộ kế tăng chất bùng rịch tặc đây tu tiên à gì nâng krauប្រទេស នៅសម័យនោះទាហានធ្វើដំណើរដោយការជិះសេះនិងឆ្លងកាត់វាលស្មៅធំដាច់កន្ទុយភ្នែកពួកគេផ្លាស់ទីជំរំឥតឈប់ឈរដើម្បីវាយលុកយកទឹកដីបន្ថែមទៀតមកគ្រប់គ្រងដោយសារតាពួកគាត់ធ្វើដំណើរឆ្លងកាត់វាលធំអញ្ចឹងអត់មានឆ្លងកាត់ផ្ទះអ្នកសោកដែលមានហាងឬក៏មានកន្លែងដែលគាត់ចូលញ៉ាំអីបានទេអញ្ចឹងជាធម្មតាពួកគាត់ខ្ចប់ស្បៀងរបស់គាត់ដែលមានដូចជាត្រីសាក្រៀមឬក៏បន្លែផ្សេងៗហ្នឹងដាក់មកតាមខ្លួនហើយនៅពេលដែលគាត់ដល់ពេលដែលត្រូវញ៉ាំពេលណាគាត់អាចយកអាហារក្រៀមហ្នឹងមកញ៉ាំឬក៏គាត់អាចមានបបបាញ់សัตว์បេះបន្លែនៅទីតាំងដែលគាត់អាចរកបានហ្នឹងយកមកចំអិនធ្វើញ៉ាំភ្លាមនៅយប់មួយមានអាកាសធាតុត្រជាក់ខ្លាំងពួកគាត់ទាំងអស់គ្នាក៏ឃ្លានខ្លាំងដែរអញ្ចឹងទាហានម្នាក់ក៏នឹកឃើញគំនិតមួយគាត់ចង់ញ៉ាំអីក្តៅអាចធ្វើលឿនញ៉ាំបានលឿនកាលសម័យហ្នឹងពួកទាហានគាត់មានមួកដែកដើម្បីការពារសុវត្ថិភាពអញ្ចឹងគាត់ដោះមួកដែករបស់គាត់ហ្នឹងយកមកចាក់ទឹកឲ្យពេញហើយដាក់នៅលើភ្លើងហើយនៅពេលដែលទឹកនឹងពុះគាត់ក៏ចាក់បន្លែហើយនឹងសាច់ចូលហើយអង្គុយញ៉ាំជុំគ្នាបន្ទាប់មកទៀតដោយសារតែពួកគេឃើញថាការញ៉ាំអាហារក្តៅងាយស្រួលញ៉ាំនៅក្នុងអាកាសធាតុត្រជាក់ដូចជានៅម៉ុងហ្គោលហ្នឹងអញ្ចឹងទាហានទាំងអស់ហ្នឹងចាប់ផ្ដើមញ៉ាំ hot pot ជាប្រចាំនៅតាមផ្លូវរហូតពួកគាត់វាលុកទៅដល់ប្រទេសចិនពេលដែលម៉ុងហ្គោលគាត់វាយលុកដល់ប្រទេសចិនពួកគេក៏នាំយកប្រពៃណីនៃការញ៉ាំ hot pot ដល់ប្រទេសចិនដែរជនជាតិចិនក៏បានច្នៃ hot pot នឹងដោយបន្ថែមបន្លែគ្រឿងតាមចំណង់ចំណូលចិត្តតាមតំបន់របស់ពួកគេដូចជាការបន្ថែមគ្រឿងស៊ីឈាន់និងថ្នាំចិនជាដើមដូចគ្នានេះដែរម្ហូបនេះក៏បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនហើយជនជាតិជប៉ុនក៏ច្នៃគ្រឿងរបស់ពួកគេគឺ sukiyaki និង shabu shabu ចំណែកឯកូរ៉េវិញក៏ហៅស៊ុបនេះថាសម្លកងទ័ព hot pot បានធ្វើដំណើរពីពេញអាស៊ីហើយក៏បានវិវត្តទៅតាមវប្បធម៌និងចំណង់ចំណូលចិត្តតាមតំបន់ផ្សេងៗដែលវាទៅដល់ពីអាហារសាមញ្ញមួយដែលគេចម្អិននៅក្នុងមួកដែកក្លាយទៅជាម្ហូបដែលពេញនិយមទូទាំងពិភពលោកហើយក៏ពេញនិយមមកដល់ខ្មែរយើងដែរ